ងយើងខ្ញុំសូមគោរពជំរាបសួរដល់ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូមាតាបិតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់ខ្ញុំបានឈ្មោះងាចំណូលមានអាយុ10ឆ្នាំជាប្រធានក្រុមតំណាងឲ្យក្រុមទី1មកពីថ្នាក់ទី5កនៃសាលារៀនបញ្ញវន្តខ្មែរមានទីតាំងនៅស្រុកសាងខេត្តកណ្ដាលខ្ញុំបាទឈ្មោះរ៉ាឡាំងហួរអាយុ10ឆ្នាំនេះខ្ញុំឈ្មោះធីរតនាជីមានអាយុ10ឆ្នាំខ្ញុំបាទឈ្មោះងើបនរ៉េអាយុ11ឆ្នាំនេះខ្ញុំឈ្មោះណារ៉េស្ពេនកាមានអាយុ10ឆ្នាំនឹងខ្ញុំឈ្មោះគង្កេតមានអាយុ11ឆ្នាំថ្ងៃនេះក្រុមយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលមានឱកាសបានឡើងមកធ្វើបទបង្ហាញនៅក្រោមប្រធានបទមួយស្ដីអំពីការយល់ដឹងពីអត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍មកចែករំលែកជូនអ្នកទាំងអស់គ្នាសម្រាប់ដូចតទៅអ្នកទាំងអស់គ្នាត្រូវដឹងថាផ្លាកសញ្ញាចរាចរណ៍គឺជាឧបករណ៍ដ៏សំខាន់ក្នុងការតម្រង់ទិសដៅនិងធានាសុវត្ថិភាពនៃការបើកបរដោយសារតែសញ្ញានេះការបើកបរទាំងអស់គ្នាត្រូវអនុវត្តយ៉ាងច្បាស់ចំពោះគុណសុវត្ថិភាពនៃអ្នកបើកបរនិងមនុស្សផ្សេងៗនៅក្នុងចរាចរណ៍ផ្លូវជាមួយគ្នានេះដែរយើងនឹងឆ្ពោះទៅស្វែងយល់អំពីផ្លាកសញ្ញាចរាចរណ៍ទាំងនេះហើយនឹងបន្តការបើកបរដែលប្រុងប្រយ័ត្នបន្តទៀតផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកចែកចេញជា10ប្រភេទប៉ុន្តែថ្ងៃនេះក្រុមយើងលើកយកមកនិយាយតែពីប្រភេទទ្រុសតែប៉ុណ្ណោះឥឡូវនេះខ្ញុំបាទសូមឲ្យមិត្តភ័ក្តិរបស់ខ្ញុំមកបកស្រាយអំពីផ្លាកសញ្ញាចរាចរណ៍ដូចតទៅនេះគឺជាផ្លាកសញ្ញាប្រសពកញ្ច្រាំងសញ្ញានេះមានគ្រោះថ្នាក់សញ្ញានេះទាមទារមនុស្សបបឲ្យចាប់អារម្មណ៍ដងមុនសុវត្ថិភាពហើយនេះគឺជាផ្លាកសញ្ញារង្វង់មូលខាងមុខមានរង្វង់មូលមានហើយមានបទដ្ឋានមានមនុស្សចូលច្រើននិងចេញច្រើនឥឡូវនេះខ្ញុំសូមឲ្យមិត្តភក្តិរបស់ខ្ញុំម្នាក់ទៀតឡើងមកបន្តឈ្មោះណៃជីងសូមចាប់ផ្ដើមនេះគឺជាផ្លាកសញ្ញាមានថ្មចិនឆ្លងកាត់សញ្ញានេះបង្ហាញថានៅខាងមុខមានទីកន្លែងសម្រាប់មនុស្សធម្មតាឆ្លងកាត់វាជាចំណុចដែលទាមទារអ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់សម្រាប់អ្នកថ្មចិនឆ្លងកាត់ចំណែកមួយនេះវិញគឺជាផ្លាកសញ្ញាមានក្មេងឆ្លងកាត់ផ្លូវញឹកញាប់វាជាចំណុចដែលទាមទារអ្នកបើកបរគ្រប់រូបឲ្យមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់សុវត្ថិភាពសម្រាប់ក្មេងសញ្ញានេះត្រូវបានដាក់នៅជិតសាលារៀនផ្សារឬទីកន្លែងផ្សេងៗដែលមានក្មេងច្រើនឆ្លងកាត់ជាកិច្ចបន្ទាប់ខ្ញុំសូមឲ្យមិត្តម្នាក់ទៀតឡើងមកបកស្រាយបន្តគឺបងរ៉េទីមួយនេះជាផ្លាកសញ្ញាមានផ្លូវរថភ្លើងឆ្លងកាត់មានរបាំងសញ្ញានេះបង្ហាញថានៅខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ផ្លូវរថយន្តហើយអ្នកបើកបរត្រូវបានជប់រថយន្តបណ្ដោះអាសន្នហើយសញ្ញាមួយនេះវិញជាផ្លាកសញ្ញាមានសត្វពាហនៈឆ្លងកាត់ផ្លូវបណ្ដាលឲ្យមានហានិភ័យក្នុងការបើកបរសញ្ញានេះអាចដាក់នៅកន្លែងដែលមានសត្វពាហនៈច្រើនដូចជាតំបន់ព្រៃឈើឬកន្លែងដែលជាផ្លូវឆ្លងកាត់សម្រាប់សត្វពាហនៈជាកិច្ចបន្ទាប់ខ្ញុំបាទសូមបន្តវិញទៅឲ្យនីកាឡើងមកបកស្រាយអំពីផ្លាកសញ្ញាបម្រាមបន្តទៀតនេះគឺជាផ្លាកសញ្ញាឈប់ដែលជាផ្លាកសញ្ញាបម្រាមសញ្ញានេះមានន័យថាមនុស្សត្រូវបន្តការបើកបរប្រកបដោយការប្រុងប្រយ័ត្នហើយមិនត្រូវឈប់ឬធ្វើអ្វីដែលបណ្ដាលឲ្យមានការស្នើសុំឈប់នៅទីតាំងនោះសញ្ញានេះត្រូវបានដាក់នៅតំបន់ដែលមិនអាចឈប់បានដូចជាមុខផ្សារផ្លូវសំខាន់ច្រកផ្លូវចេញចូលឬតំបន់ដែលមានហានិភ័យជាច្រើនហើយនេះគឺជាផ្លាកសញ្ញាហាមចូលសញ្ញានេះបង្ហាញថានៅទីតាំងនេះមិនអនុញ្ញាតឲ្យដឹកនាំឬដាស់អ្នកបរចូលទៅបានការបកស្រាយរបស់នាងខ្ញុំត្រូវបានបញ្ចប់ហើយខ្ញុំសូមបន្តវិញទៅឲ្យមិត្តរបស់ខ្ញុំដែលមកបកស្រាយផ្លាកសញ្ញាបម្រាមបន្តទៀតនេះគឺជាផ្លាកសញ្ញាហាមបត់ត្រឡប់ក្រោយសញ្ញានេះបង្ហាញថាមិនអនុញ្ញាតឲ្យបត់ត្រឡប់ក្រោយនោះទេវាមានគោលបំណងជួយការពារនៅដំណើរផ្លូវនិងធានាសុវត្ថិភាពចរាចរណ៍ជាទូទៅចំណែកមួយនេះវិញគឺជាផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា40គីឡូម៉ែត្រក្នុង1ម៉ោងអ្នកបើកបរត្រូវបន្ថយល្បឿនដើម្បីធានាសុវត្ថិភាពចរាចរណ៍ជាទូទៅការបកស្រាយរបស់ខ្ញុំបានបញ្ចប់ខ្ញុំសូមឲ្យមិត្តភក្តិខ្ញុំឈ្មោះចំណោទដើម្បីនិយាយសេចក្តីសរុបសរុបសេចក្តីមកការយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍គឺសារពើន័យក្នុងការបើកបរដោយសុវត្ថិភាពនិងការការពារអ្នកបើកបរដទៃទៀតព្រមទាំងអ្នកដែលដើរឆ្លងកាត់ផ្លាកសញ្ញាចរាចរណ៍មានបំណងជួយឲ្យអ្នកបើកបរដែលប្រុងប្រយ័ត្ននិងទទួលការគាំទ្រសុវត្ថិភាពយើងត្រូវចេះស្រឡាញ់ជីវិតអ្នកដទៃឲ្យដូចជាយើងស្រឡាញ់ជីវិតរបស់ខ្លួនយើងដែរកុំធ្វេសប្រហែសចូលអ្នកបើកបរគ្រប់រូបចងចាំជានិច្ចថាជីវិតមនុស្សមិនមានអ្នកលួចទីផ្សារទេការមិនគោរពច្បាប់ចរាចរណ៍
គឺជាការប្រមាថអាយុជីវិតខ្លួនឯងផងនិងអ្នកដទៃផងសូមអរគុណ